សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញវីដេអូបន្ទាប់ពីដំណើរកម្សាន្តទៅទីក្រុង Victoria រដ្ឋ Melbourne ប្រទេសអូស្ត្រាលីសកម្មភាពពេលល្ងាចនិងពេលយប់ហើយនេះជាទិដ្ឋភាពទូទៅដែលពុកម៉ែបងប្អូនអាចឃើញនៅតំបន់ជិតទន្លេនៅក្នុងក្រុងហើយគឺស្រស់ស្អាតពុកម៉ែបងប្អូនមិនថាពេលព្រឹកនិងពេលល្ងាចគឺផ្លូវនៅជិតក្រុងដែលពួកយើងបានចំណាយពេលដើរហ្នឹងឃើញមនុស្សកកច្រើនហើយពេលដែលយើងថតទៅលើអាគារតំបន់នៅជិតទស្សនៈដែលពួកយើងស្នាក់នៅគឺស្រស់ស្អាតពុកម៉ែបងប្អូនដូចជាអ្វីដែលពុកម៉ែបងប្អូនបានឃើញនាងខ្ញុំឃើញទិដ្ឋភាពស្រស់ស្អាតបែបនេះចង់ចែកចាយដល់ពុកម៉ែបងប្អូននៅក្នុងក្រុងជឿទៅគេមាននៅសកម្មភាពអាជីវកម្មធំដូចជាពិព័រណ៍ផ្សេងច្រើននៅក្នុងតំបន់ក្រុងប្រជាជនដែលរស់នៅក្នុងក្រុងគឺមានច្រើនសម្រាប់អ្នកដែលគាត់អាចមានលទ្ធភាពដោយសារតែផ្ទះនៅក្នុងក្រុងនៅក្រុងវិទ្រានេះគឺវាថ្លៃនាងខ្ញុំមករយៈពេល 3-4 ថ្ងៃនេះនាងខ្ញុំសង្កេតឃើញមនុស្ស 60 ទៅ 70% ដែលប្រកួតជិះរថភ្លើងឡានក្រុងដែលគាត់រស់នៅក្នុងតំបន់ជាយក្រុងមកធ្វើការនៅក្នុងក្រុងហើយអ្នកដែលគាត់នៅផ្ទះជិតក្រុងពេលខ្លះគាត់ចំណាយពេលនៅក្នុងក្រុងហើយគាត់អាចជិះឡានក្រុងទៅផ្ទះរបស់គាត់ហើយសម្រាប់ពួកយើងដែលជាអ្នកដើរទេសចរក៏បានដើរនឹងទទួលបាននៅអារម្មណ៍រីករាយក្នុងទិដ្ឋភាពដ៏ស្រស់ស្អាតនៅពេលល្ងាចនិងពេលយប់ហើយនៅក្នុងនោះផងដែរពេលដែលពួកយើងមកអង្គុយចិត្តមាត់ប្អួចគឺយើងឃើញនៅសណ្ឋាគារ The Crown គេមានជាអំពូលភ្លើងដែលបញ្ចេញភ្លើងពេលយប់ប្លែកភ្នែកម្យ៉ាងដែរពុកម៉ែបងប្អូនហើយការដែលយើងដើរពេលយប់ពួកនាងខ្ញុំប្តីគឺយើងដើរចាប់ចន្លោះពីម៉ោង 5 ល្ងាចទៅដល់ម៉ោង 9 យប់កំឡុងពេលហ្នឹងគឺពួកយើងមានអារម្មណ៍ថាសុវត្ថិភាពក្នុងការដើរនៅក្នុងតំបន់ទីក្រុងវិទ្រានេះផងដែរហើយបើសិនជាពុកម៉ែបងប្អូនមកលេងនៅក្នុងតំបន់ហ្នឹងក៏ត្រូវតែមានការប្រុងប្រយ័ត្នលើខ្លួនឯងផងដែរទោះបីជានៅក្នុងទីក្រុងវិទ្រានៅក្នុងប្រទេសអូស្ត្រាលីគឺថាមានសន្តិភាពប៉ុន្តែនៅពេលយើងដើរពេលយប់កាន់តែជ្រៅគឺត្រូវតែមានការប្រុងប្រយ័ត្នហើយនៅក្នុងវីដេអូនេះខ្ញុំមានតែប៉ុណ្ណឹងហើយសូមអរគុណពុកម៉ែបងប្អូនទាំងអស់គ្នា